ស្វាគមន៍ប្រិយមិត្តទាំងអស់គ្នាមកកាន់ Channel កថាកុននីតិភាពយន្តដែលស្ថិតនៅក្នុងថ្ងៃនេះយើងនឹងបន្តសម្រាយនៃខ្សែភាពយន្ត Stranger Things ដែលជាភាគទី7នៃរដូវកាលចុងក្រោយស្ថិតនៅក្នុងស្រឡាយនៃខ្សែភាពយន្តមួយនេះផងដែររំលឹកសាច់រឿងកាលពីវគ្គមុនក្រោយពេលដែល Elle បានទទួលដំណឹងថា Meg កំពុងតែក្លាយទៅជាគោលដៅបន្ទាប់របស់ Vecna គ្រប់គ្នាក៏បានប្រញាប់ធ្វើដំណើរទៅកាន់មន្ទីរពេទ្យដែលនាងកំពុងតែសម្រាកតែមុនពេលដែលគ្រប់គ្នាបានធ្វើដំណើរទៅដល់នោះ Meg ជាមួយនឹងអ្នកឯទៀតក៏ត្រូវទទួលរងនៅការវាយប្រហារពីសំណាក់សភាវៈចម្លែកទៅហើយប៉ុន្តែអាយុជីវិតរបស់ពួកគេក៏ត្រូវបានជួយសង្គ្រោះពីសំណាក់អ្នកស្រី Karen ដែលជាម្ដាយរបស់ Mai រួមជាមួយនឹង Nancy ដែលបានបញ្ចប់ជីវិតរបស់សភាវៈចម្លែកផងដែរស្របពេលជាមួយគ្នានេះព្រលឹងរបស់ Meg រួមជាមួយនឹង Holly ដែលកំពុងតែត្រូវបានជាប់គាំងនៅក្នុងពិភពសុបិននៃការចងចាំរបស់ Vecna ឬក៏ Henry នោះអ្នកទាំងពីរក៏អាចស្វែងរកឃើញនៅទ្វារច្រកដើម្បីត្រឡប់មកកាន់រូបកាយវិញផងដែរមុននឹងបន្តនៃការសម្រាយភាគថ្មីយើងក៏សូមឲ្យប្រិយមិត្តទាំងអស់គ្នា click subscribe និងចុចសញ្ញាកណ្ដឹងដើម្បីទទួលបាន notification នៃវីដេអូថ្មីៗដែលយើងនឹង upload នាពេលបន្ទាប់ផងដែរនិយាយពីគ្រប់គ្នាដែលស្ថិតនៅក្នុងទីតាំងនៃមន្ទីរពេទ្យដែលទើបតែត្រូវបានរស់រានមានជីវិតពីការវាយប្រហាររបស់សភាវៈចម្លែកនោះ Meg ក៏ហាក់បីដូចជាអាចភ្ញាក់ស្មារតីមកវិញដែលធ្វើឲ្យ Lucas ជាមួយនឹង Robin ព្រមទាំងអ្នកឯទៀតពិតជាមានភាពត្រេកអរយ៉ាងខ្លាំងចំពោះរឿងរ៉ាវមួយនេះមិនយូរប៉ុន្មានគ្រប់គ្នាក៏បានធ្វើដំណើរមកដល់ដែលស្ថិតនៅក្នុងពេលដែលអ្នកគ្រប់គ្នាកំពុងតែបង្ហាញនៅការនឹករលឹកទៅកាន់ Meg ដែលនាងបានសន្លប់បាត់បង់ស្មារតីរយៈពេលជាយូរណាស់មកហើយនោះ Mai ក៏បាននឹកគិតទៅដល់ Holly ហើយព្រមទាំងសួរនាំទៅកាន់ Meg ផងដែរប៉ុន្តែនាងក៏មិនច្បាស់ដូចគ្នាថាស្ថិតនៅក្នុងពេលនេះ Holly កំពុងតែស្ថិតនៅឯណាឲ្យពិតប្រាកដនោះទេងាយមកនិយាយអំពី Holly ដែលបានភ្ញាក់ដឹងខ្លួនស្ថិតនៅក្នុងទីតាំងដ៏ចម្លែកមួយឯនេះវិញនាងក៏បានព្យាយាមរើបំរាស់ដើម្បីនឹងរត់ចាក់ចេញពីទីនោះហើយព្រមទាំងបានឃើញថាទីតាំងដែលនាងកំពុងតែស្ថិតនៅវាមិនមែនជាពិភព Upside Down ដូចជាអ្វីដែល Meg បានប្រាប់ទៅកាន់នាងនោះទេប៉ុន្តែវាគឺជាពិភពមួយផ្សេងទៀតដែលនាងមិនដែលធ្លាប់បានស្គាល់កាលពីមុននោះឡើយ Jonathan ជាមួយនឹង Nancy ដែលត្រូវបានជាប់គាំងនៅក្នុងទីតាំងនៃបន្ទប់ផ្នែកខាងលើនៃមន្ទីរពិសោធន៍ឯនេះវិញ Steve ជាមួយនឹង Dustin ក៏បានប្រញាប់ស្វែងរកវិធីរហូតដល់អាចជួយសង្គ្រោះអ្នកទាំងពីរឲ្យចាកចេញពីបន្ទប់ជាប់គាំងនោះបានដោយ Dustin ក៏បានព្យាយាមពន្យល់ប្រាប់ទៅកាន់ពួកគេផងដែរថាស្ថិតនៅក្នុងពេលនេះ Holly កំពុងតែមានគ្រោះថ្នាក់ប្រសិនបើនាងអាចភ្ញាក់ស្មារតីត្រឡប់មកកាន់រូបកាយរបស់នាងវិញបានក៏ពិតមែនប៉ុន្តែទីតាំងដែលនាងកំពុងតែស្ថិតនៅនោះមិនមែនភពផែនដីហើយក៏មិនមែនជា Upside Down នោះឡើយប៉ុន្តែវាគឺជាពិភពមួយផ្សេងទៀតដែលស្ថិតនៅផ្នែកម្ខាងនៃ Wormhole ដែលពួកគេកំពុងតែចង់ស្វែងយល់នេះឯង Holly ដែលកំពុងតែព្យាយាមរត់គេចពី Vecna ស្ថិតនៅក្នុងពិភពដែលនាងមិនដែលស្គាល់នេះ Holly ក៏ស្រាប់តែបានប្រទះឃើញនៅស្នាមប្រេះមួយដែលវាគឺជាចន្លោះប្រហោងនៃទ្វារច្រក Portal ដែលនាងអាចនឹងធ្វើដំណើរត្រឡប់ទៅកាន់ Upside Down ផងដែរ Vecna ក៏កំពុងតែដើរតម្រង់មកកាន់នាងដូច្នេះហើយ Holly ក៏គ្មានភាពស្ទាក់ស្ទើរដើម្បីនឹងប្រថុយប្រថានធ្វើដំណើរចូលទៅក្នុងទីតាំងដែលត្រូវបានប្រេះស្រាំនោះទេវាច្រកមួយនេះវាពិតជាអាចនាំ Holly ធ្វើដំណើរមកកាន់ Upside Down ពិតមែនប៉ុន្តែវាមិនមែនជាផ្ទៃនៃផ្នែកខាងក្រោមនោះទេគឺ Holly បានធ្លាក់ពីខាងលើអាកាសស្ថិតនៅក្នុង Upside Down ដែលធ្វើឲ្យនាងបានស្រែកជាមួយនឹងភាពតក់ស្លុតយ៉ាងខ្លាំងដែលរូបកាយរបស់នាងកំពុងតែធ្លាក់ចុះមក Vicky ដែលជាមិត្តស្រីរបស់ Robin ឯនេះវិញនាងក៏បានប្រទះឃើញនៅកងកម្លាំងយោធាកំពុងតែត្រូវបានបញ្ជូនមកជាបន្តបន្ទាប់នៅក្នុងទីតាំងនៃមន្ទីរពេទ្យដែលពួកគេកំពុងតែស្ថិតនៅដូច្នេះនាងក៏បានប្រញាប់បញ្ជូនដំណឹងទៅកាន់អ្នកគ្រប់គ្នាថាទីតាំងមួយនេះមិនមែនជាកន្លែងសុវត្ថិភាពសម្រាប់ពួកគេនោះទេ Lucas ក៏បានទទួលនៅការតាក់ទងពីសំណាក់ប្អូនស្រីរបស់គេក្រោយពេលដែលសាស្ត្រាចារ្យ Clark បានស្វែងរកវិធីដើម្បីនឹងតាក់ទងទៅកាន់ Dustin នៅក្នុងពិភព Upside Down រហូតដល់បានសម្រេចគ្រប់គ្នាក៏ប្រញាប់ធ្វើដំណើរទៅកាន់មន្ទីរពេទ្យប៉ុន្តែ Mai ក៏បានព្យាយាមហាមឃាត់ម្ដាយរបស់ខ្លួនដោយមិនចង់ឲ្យគាត់ធ្វើដំណើរទៅទីនោះទេក៏ព្រោះតែរបួសរបស់គាត់ក៏មិនទាន់ជាសះស្បើយនៅឡើយប៉ុន្តែគាត់នៅតែចចេះរឹងរូសនិងចង់ធ្វើដំណើរទៅជួយពួកគេជាពិសេសគឺកូនស្រីរបស់គាត់ Holly នោះឯង Mai ក៏បានប្រាប់និងពន្យល់ទៅកាន់អ្នកស្រី Karen ដែលជាម្ដាយរបស់គេផងដែរថាគ្រប់គ្នាដែលម៉ាក់បានឃើញមុននេះសុទ្ធសឹងតែជាអ្នកដែលធ្លាប់បានជួយសង្គ្រោះទៅដល់ Will ចេញពីពិភព Upside Down ដូច្នេះនៅក្នុង
ក្នុងរឿងរ៉ាវរបស់ Holly ពួកគេប្រកាសជាអាចជួយសង្គ្រោះនាងឲ្យត្រឡប់មកវិញបានជាក់ជាមិនខានបន្ទាប់ពីបានលើបែបនេះគាត់ក៏យល់ព្រមទៅតាមសំណើរបស់ម៉ៃហើយគ្រប់គ្នាក៏បានប្រញាប់ធ្វើដំណើរតម្រង់ទៅកាន់ទីតាំងនៃមន្ទីរពិសោធន៍ចាស់ស្ថិតនៅក្នុងតំបន់ Hopkins នៃភពផែនដីផងដែរក្រោយពេលដែលពួកគេបានធ្វើដំណើរទៅដល់លោក Murray ក៏កំពុងតែប្រើប្រាស់វិទ្យុតាក់ទងដោយបែរបញ្ច្រាសចុះក្រោមនិងអាចតភ្ជាប់ជាមួយនឹងវិទ្យុតាក់ទងរបស់ Dustin ដែលស្ថិតនៅឯពិភព Upside Down នៅក្នុងការសន្ទនាមួយនោះវាហាក់បីដូចជាមិនបានរលូនល្អនោះទេដោយពួកគេស្ដាប់បានត្រឹមតែការសន្ទនាប៉ុន្មានម៉ាត់ដែល Dustin បានបញ្ជាក់ថាពួកគេបានឃើញវត្តមានរបស់ Holly គ្រប់គ្នាក៏បានប្រញាប់ធ្វើដំណើរទៅកាន់ទ្វារច្រកដែលអាចឆ្លងចូលទៅកាន់ពិភព Upside Down បានដោយ Elle ក៏បានប្រើប្រាស់នៅសមត្ថភាពពិសេសរបស់នាងដើម្បីបំភ្លេចបំផ្លាញនៅកាមេរ៉ាសុវត្ថិភាពដែលមាននៅទីនោះរួមជាមួយនឹងការបើកនៅរបាំងដែកដែលបានគ្របពីខាងលើនៃស្នាមប្រេះស្រាំរបស់ portal ដែលអាចចូលទៅកាន់ Upside Down លោក Clark ក៏ជាអ្នកដែលបានស្វែងយល់អំពីវិទ្យាសាស្ត្រផងដែរប៉ុន្តែចំពោះអ្វីដែលបានកើតឡើងនេះវាពិតជាលើសពីចំណេះដឹងដែលគាត់អាចស្វែងយល់ចំពោះអ្វីដែលស្ថិតនៅចំពោះមុខគាត់នេះផងដែរគ្រប់គ្នាក៏បានប្រញាប់តម្រង់ទៅកាន់មន្ទីរពិសោធន៍ចាស់នៅឯ Upside Down ហើយពិតជាបានជួបជាមួយនឹងវត្តមានរបស់ Nancy ព្រមទាំងអ្នកឯទៀតដែលស្ថិតនៅទីនោះប៉ុន្តែពួកគេក៏បានរៀបរាប់ថាមុននេះគ្រប់គ្នាពិតជាបានឃើញវត្តមានរបស់ Holly ពិតមែនដែលនាងត្រូវបានធ្លាក់ពីផ្នែកខាងលើនៃផ្ទៃអាកាសរបស់ Upside Down ផងដែរប៉ុន្តែក្នុងពេលដែលគ្រប់គ្នាត្រៀមស្វែងរកវិធីដើម្បីនឹងជួយទៅដល់ Holly ក៏ស្រាប់តែមានថាមពលអ្វីម្យ៉ាងបានទាញនាងឡើងត្រឡប់ទៅវិញដែលពួកគេបានដឹងយ៉ាងច្បាស់ថានោះប្រកាសជាស្នាដៃរបស់ Vecna នោះឯង Dr. K ដែលបានមកសួរនាំនៅទីហ៊ានដែលទទួលរងនៅការវាយប្រហារកាលពីប៉ុន្មានយប់មុនបើទោះបីជាបានដឹងអំពីរឿងរ៉ាវនៃសភាវៈចម្លែករួមជាមួយនឹងវត្តមានរបស់ Vecna ក៏ដោយក៏អ្នកវិទ្យាសាស្ត្ររូបនេះហាក់បីដូចជាមិនខ្វាយខ្វល់នោះទេដោយវត្ថុបំណងរបស់ Dr. K នៅតែចង់បញ្ចប់គម្រោងនៃការពិសោធន៍របស់ខ្លួនហើយហាក់បីដូចជាកំពុងតែចងគំនុំយ៉ាងខ្លាំងជាមួយនឹង Elle បើទោះបីជាគម្រោងមួយនេះអាចនឹងធ្វើឲ្យមានផលប៉ះពាល់ទៅដល់អាយុជីវិតនៃកងកម្លាំងយោធារបស់ខ្លួនក៏ដោយងាយមកនិយាយអំពី Elle ជាមួយនឹងអ្នកគ្រប់គ្នាឯនេះវិញពួកគេក៏ត្រូវបានធ្វើដំណើរត្រឡប់មកកាន់ភពផែនដីវិញក្នុងពេលដែល Dustin ក៏កំពុងតែពន្យល់អំពីបាតុភូតដែលបានកើតឡើងស្ថិតនៅក្នុង Upside Down រួមជាមួយនឹងភពផែនដីដើម្បីត្រៀមរៀបចំផែនការរារាំងអំពីវត្ថុបំណងរបស់ Vecna មុនពេលដែលភពផែនដីត្រូវបានបំភ្លេចបំផ្លាញ Dustin ក៏បានពន្យល់ដូចជាអ្វីដែលគេធ្លាប់បានប្រាប់ទៅកាន់ Steve ជាមួយនឹង Nancy ដូច្នោះដែរដោយ Dustin បានដាក់ការសង្ស័យថាស្ថិតនៅក្នុងពេលដែល Elle ធ្លាប់បានវាយប្រហារទៅកាន់ Vecna កាលពីពេលមុនវាបានរុញច្រានគេឲ្យធ្វើដំណើរចូលទៅក្នុងវិមាត្រមួយផ្សេងទៀតជាទីតាំងដែលគេកំពុងតែលាក់ទុកនៅក្មេងៗព្រមទាំង Holly នេះឯងហើយទីតាំងមួយនោះដូចគ្នាវាក៏ជាទីតាំងនៃប្រភពថាមពលរបស់គេរួមជាមួយនឹងសភាវៈចម្លែក Mind Flayer ព្រមទាំងអ្វីៗគ្រប់យ៉ាងដែលមាននៅក្នុង Upside Down Will ក៏បានបន្តថាអ្វីដែលគេបានដឹងពីវត្ថុបំណងរបស់ Vecna ថាមូលហេតុដែលគេបានចាប់យកក្មេងៗទាំងនេះក៏ព្រោះដោយសារតែពួកគេមានភាពទន់ខ្សោយព្រមទាំងគ្មានការពិចារណាច្បាស់លាស់ហើយការចាប់យកនៅក្មេងៗទាំងនេះដើម្បីនឹងធ្វើជាប្រភពនៃថាមពលរួមជាមួយនឹងការបង្កើននៃសមត្ថភាពខួរក្បាលរបស់គេដើម្បីនឹងស្វែងយល់អំពីភពផែនដីគ្រប់យ៉ាងប៉ុន្តែគ្រប់គ្នានៅតែមិនអាចស្វែងរកឃើញអំពីវត្ថុបំណងដ៏ធំរបស់ Vecna ថាតើហេតុអ្វីបានជាគេចាប់យកក្មេងៗទាំងនេះដើម្បីបង្កើននៅថាមពលខួរក្បាលរបស់គេនោះទេ Meg ក៏បាននិយាយកាត់អ្នកគ្រប់គ្នាថាអ្វីដែលនាងបានឮពី Holly ថា Vecna មិនមែនចង់គ្រប់គ្រងផែនដីនោះទេប៉ុន្តែគេចង់ផ្លាស់ប្ដូរនៃភពផែនដីរួមជាមួយនឹងអ្វីៗគ្រប់យ៉ាងដែលមាននៅលើនេះ Will ក៏បានយល់ច្បាស់អំពីអ្វីដែល Meg កំពុងតែរៀបរាប់ហើយព្រមទាំងបានប៉ាន់ស្មានថាវត្ថុបំណងដ៏ពិតប្រាកដរបស់ Vecna មិនមែនដើម្បីគ្រប់គ្រងភពផែនដីក៏មិនមែនដើម្បីផ្លាស់ប្ដូររបៀបនៃការរស់នៅរបស់មនុស្សគ្រប់គ្នាស្ថិតនៅលើភពផែនដីនោះទេប៉ុន្តែវាគឺជាកាលដែល Vecna កំពុងតែចង់រំលាយនៃពិភពដែលគេកំពុងតែស្ថិតនៅរួមបញ្ចូលគ្នាជាមួយនឹងភពផែនដីនិងបង្កើតទៅជាពិភពមួយផ្សេងទៀតដោយប្រើប្រាស់នៅ Upside Down ជា wormhole ដើម្បីនឹងទាញបញ្ចូលនៅពិភពទាំងពីរឲ្យរួមគ្នាតែមួយ Lucas ក៏បានបន្តថាប្រសិនបើគេគិតមិនខុសនោះទេស្ថិតនៅក្នុងជប់នេះវាគឺជាពេលវេលាដែល Vecna កំពុងតែត្រៀមបញ្ចប់នៅផែនការរបស់គេក៏ព្រោះបើយោងទៅតាមទ្រឹស្ដីដែលគេបានធ្លាប់សង្ស័យកាលពីពេលមុនថ្ងៃទី6ខែវិច្ឆិកាកាលពីប៉ុន្មានឆ្នាំមុនវាគឺជាពេលវេលានៃការចាប់ផ្ដើមហើយថ្ងៃទី6នៃខែវិច្ឆិកាស្ថិតនៅក្នុងពេលនេះវាក៏ជាពេលវេលាដែល Vecna ត្រូវបញ្ចប់នៅផែនការរបស់គេ Holly ដែលត្រូវបាន Vecna ចាប់នាងត្រ
ត្រឡប់មកវិញនោះនាងក៏ត្រូវបានធ្លាក់ចូលទៅក្នុងពិភពសុបិនសាជាថ្មីដោយវេកណាដែលស្ថិតនៅក្នុងរូបរាងអតីតកាលជា Henry ក៏កំពុងតែពន្យល់ប្រាប់ទៅកាន់ក្មេងៗដែលស្ថិតនៅទីនោះថាប្រសិនបើពួកគេមិនចង់ជួបប្រទះជាមួយនឹងបញ្ហាដូចជា Holly ពួកគេមិនគួរធ្វើដំណើរចូលទៅក្នុងព្រៃនោះទេនេះក៏ព្រោះដោយសារតែ Meg បានព្យាយាមបញ្ចូលទៅកាន់ Holly ទើបបានជាធ្វើឲ្យនាងជួបប្រទះជាមួយនឹងរឿងរ៉ាវមិនល្អបែបនេះងាយមកនិយាយអំពីគ្រប់គ្នាដែលកំពុងតែពិភាក្សាស្វែងរកវិធីស្ថិតនៅក្នុងទីតាំងនៃស្ថានីយ៍វិទ្យុឯណេវិញលោក Jim ក៏បានផ្ដល់យោបល់ដើម្បីនឹងស្វែងរកឧទ្ធម្ភាគចក្រឆ្លងចូលទៅកាន់ Upside Down មុនពេលដែលពួកគេត្រូវធ្វើដំណើរឡើងទៅផ្នែកខាងលើនៃ Upside Down ប៉ុន្តែក៏គ្មាននរណាម្នាក់យល់ស្របជាមួយនឹងលោក Jim នោះទេក៏ព្រោះដោយសារតែទំហំឧទ្ធម្ភាគចក្រវាហាក់បីដូចជាមិនសមស្របក្នុងការនាំចូលទៅកាន់ Upside Down នោះឡើយក្នុងពេលដែលភាពរញ៉េរញ៉ៃកំពុងតែកើតមានស្ថិតនៅក្នុងការពិភាក្សាមួយនេះ Steve ក៏បានស្រែកយ៉ាងខ្លាំងដើម្បីបញ្ឈប់នៅការប្រកែកគ្នារបស់ពួកគេហើយ Steve ក៏បាននិយាយអំពីគំនិតរបស់ខ្លួនដែលបានស្វែងយល់អំពីរឿងរ៉ាវទាំងនេះគេបានបន្តនិយាយថាវត្ថុបំណងរបស់ Vecna គឺកំពុងតែចង់រួមបញ្ចូលនៃពិភពទាំងពីរដូច្នេះពួកគេមិនចាំបាច់រៀបចំអ្វីមួយដើម្បីចូលទៅកាន់ Upside Down នោះឡើយដែលគ្រាន់តែរងចាំឲ្យរឿងរ៉ាវត្រូវបានកើតឡើងតែប៉ុណ្ណោះស្ថានីយ៍វិទ្យុមួយនេះវាប្រកាសជាមានវត្តមានស្ថិតនៅក្នុង Upside Down ដូចគ្នាដូច្នេះពួកគេគ្រាន់តែធ្វើដំណើរចូលទៅកាន់ Upside Down ហើយរងចាំស្ថិតនៅផ្នែកខាងលើនៃអង្តែនរបស់ស្ថានីយ៍តែប៉ុណ្ណោះពិភពដែល Vecna កំពុងតែស្ថិតនៅប្រកាសជារំកិលចូលមកជិតពួកគេម្ដងបន្តិចហើយគ្រប់គ្នានឹងអាចធ្វើដំណើរឆ្លងចូលទៅកាន់ពិភពមួយនោះបានដោយគ្រាន់តែរងចាំស្ថិតនៅផ្នែកខាងលើនៃអង្តែនរបស់ស្ថានីយ៍វិទ្យុដែលមាននៅក្នុង Upside Down តែប៉ុណ្ណោះប៉ុន្តែពួកគេក៏មិនអាចបន្តឲ្យសកម្មភាពនៃការរំកិលរបស់ពិភពមួយនោះកាន់តែចូលមកជិតជាមួយនឹងភពផែនដីនោះទេដែលគ្រប់គ្នាត្រូវការនៅថាមពលរបស់ El ក្នុងការរំខានទៅដល់ថាមពលរបស់ Vecna ដែលធ្វើឲ្យរាំងស្ទះទៅដល់ការរំកិលភពរបស់គេនោះឯងវិធីសាស្ត្រដែល Steve បានលើកឡើងនេះក៏បានធ្វើឲ្យអ្នកគ្រប់គ្នាយល់ស្របជាមួយនឹងគេគ្រប់យ៉ាងក៏ព្រោះតែវាមានភាពដែលអាចទៅរួចច្រើនប៉ុន្តែឧបសគ្គនៅតែត្រូវបានកើតឡើងចំពោះរឿងរ៉ាវមួយនេះក៏ព្រោះតែពួកគេត្រូវការនៅទីតាំងនៃប្រភពថាមពលដ៏ខ្លាំងក្លាមួយដើម្បីជួយជំរុញឲ្យ El ទទួលបាននៅការប្រើប្រាស់នៃសមត្ថភាពពិសេសរបស់នាងឲ្យបានពេញលេញក្នុងការវាយប្រហារទៅដល់ថាមពលរបស់ Vecna ដែលស្ថិតនៅផ្នែកម្ខាងនៃ Upside Down Nancy ក៏បាននិយាយប្រាប់ទៅកាន់ El ព្រមទាំងអ្នកគ្រប់គ្នាផងដែរថាស្ថិតនៅក្នុងទីតាំងនៃ Upside Down វាប្រៀបបីដូចជាអឆ្លោះមួយរបស់ភពផែនដីដូច្នេះសម្ភារៈដែលមាននៅក្នុងទីតាំងនៃមន្ទីរពិសោធន៍ចាស់ដែលក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានប្រើប្រាស់ដើម្បីពិសោធន៍ទៅកាន់ El ក៏មានវត្តមាននៅក្នុងទីតាំងមួយនោះដូចគ្នាហើយ El ក៏អាចប្រើប្រាស់វាដើម្បីនឹងបង្កើននៅថាមពលរបស់នាងក្នុងការរារាំងទៅដល់ផែនការរបស់ Vecna បើទោះបីជាគេកំពុងតែស្ថិតនៅពិភពផ្សេងមួយទៀតក៏ដោយ Dustin ក៏បានបន្ថែមផែនការចុងក្រោយនៅក្នុងអ្វីដែលពួកគេកំពុងតែរៀបចំនេះក៏ព្រោះដោយសារតែវាបានដំណើរការទៅយ៉ាងរលូនទៅហើយប៉ុន្តែមុនពេលដែលពួកគេត្រូវធ្វើដំណើរចាក់ចេញពី Upside Down ចាំបាច់ពួកគេត្រូវតែរៀបចំនៅអាវុធធាតុផ្ទុះដើម្បីបំភ្លេចបំផ្លាញនៃថាមពលដែលមាននៅក្នុងទីតាំងនៃមន្ទីរពិសោធន៍ចាស់របស់ Upside Down ដែលវានឹងធ្វើឲ្យ wormhole នៃ Upside Down ទាំងមូលត្រូវបានបំភ្លេចបំផ្លាញហើយពិភពដែលមិនស្គាល់អត្តសញ្ញាណរបស់ Vecna នឹងមិនអាចតភ្ជាប់ជាមួយនឹងភពផែនដីបានបន្តទៅទៀតនោះទេ Holly ដែលស្ថិតនៅក្នុងពិភពសុបិនឯណេវិញក្រោយពេលដែលនាងបានភ្ញាក់ពីការសន្លប់បាត់បង់ស្មារតីហើយនោះនាងក៏បានព្យាយាមប្រាប់នៅការពិតទៅដល់គ្រប់គ្នាផងដែររួមទាំង Derek ដែលមានវត្តមាននៅទីនោះប៉ុន្តែគេក៏មិនបានជួយនាងដើម្បីពន្យល់ទៅកាន់អ្នកគ្រប់គ្នានោះទេក៏ព្រោះដោយសារតែគេត្រូវបាន Henry ឬក៏ Vecna គំរាមកំហែងទៅដល់អាយុជីវិតម្ដាយឪពុករបស់គេដូច្នេះ Holly បានត្រឹមតែព្យាយាមពន្យល់តែម្នាក់ឯងហើយរកវិធីដើម្បីរត់ចាក់ចេញពីទីនោះតែប៉ុណ្ណោះប៉ុន្តែនៅតែត្រូវបានក្មេងៗទាំងនេះបានចាប់នាងព្រមទាំងវាយប្រហារទៅកាន់ Holly ដើម្បីឲ្យនាងព្រមសម្របខ្លួនទៅតាមអ្វីដែលជាវត្ថុបំណងរបស់ Henry ជាមួយនឹងពួកគេ El ជាមួយនឹង Carly ស្ថិតនៅឯភពផែនដីឯណេវិញអ្នកទាំងពីរក៏បានជួយគ្នាដើម្បីនឹងជួសជុលទៅដល់រថយន្តជាមួយនឹងលោក Murray ចំណែកអ្នកខ្លះទៀតដែលស្ថិតនៅផ្នែកខាងក្នុងឯណេវិញ Mike ក៏បានជួយរៀបចំនៅអាវុធធាតុផ្ទុះព្រមទាំងការកំណត់ពេលវេលាក្រោយពេលដែលផែនការរបស់ពួកគេបានសម្រេចដើម្បីនឹងបំផ្ទុះនៃ Upside Down ចំណែកឯអ្នកក្រៅពីនោះក៏បានព្យាយាមស្វែងរកអាវុធដើម្បីនឹងប្រើប្រាស់ក៏ព្រោះតែស្ថិតនៅក្នុងយប់នេះពួកគេនឹងត្រូវធ្វើដំណើរចូលទៅកាន់ Upside Down តាមរយៈតំបន់ដែលត្រូវបានឲ្យឈ្មោះថា Maxie និងកំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Dr. K រួមជាមួយនឹងកងកម្លាំងយោធាប៉ុន្តែផែនការរបស់ពួកគេក៏ត្រូវបានពន្យាពេលដែលបើទោះបីជា Eric
កាជាមួយនឹងលោក Clark អាចចាប់បាននៅរលកសញ្ញាដើម្បីនឹងផ្ដាច់នៅប្រព័ន្ធសុវត្ថិភាពនៃទ្វារច្រកស្ថិតនៅក្នុងតំបន់ Maxi ក៏ដោយក៏រថយន្តរបស់លោកពូ Murray នៅមិនទាន់ដំណើរការប្រក្រតីនោះទេចំណែក Elle ជាមួយនឹង Carly ឯណែវិញពួកគេក៏បានស្មឹងស្មាតស្មារតីហើយព្រមទាំងជជែកគ្នាស្ថិតនៅក្នុងពិភពនៃការគិតផងដែរ Carly នៅតែព្យាយាមបំផុសស្មារតីឲ្យ Elle ត្រៀមខ្លួនដើម្បីនឹងបញ្ចប់ជីវិតខ្លួនឯងក្រោយពេលដែលរឿងរ៉ាវគ្រប់យ៉ាងត្រូវបានបញ្ចប់ក៏ព្រោះមានតែវិធីមួយនេះតែប៉ុណ្ណោះដែលអាចធ្វើឲ្យគ្រប់គ្នារស់នៅដោយស្ងប់សុខនោះឯងប្រសិនបើពួកគេនៅតែមានជីវិតផែនការនៃការពិសោធន៍របស់ Dr. K រួមទាំងកងកម្លាំងយោធានឹងនៅតែបន្តតាមស្វែងរកវត្តមានរបស់ពួកគេដដែលហើយអ្នកគ្រប់គ្នាដែលពាក់ព័ន្ធជាមួយនឹងរឿងរ៉ាវទាំងនេះប្រកាសជាត្រូវប្រឈមមុខជាមួយនឹងការបាត់បង់ជីវិតមួយសន្ទុះក្រោយមករថយន្តរបស់លោកពូ Murray ក៏ត្រូវបានជួសជុលបានសម្រេចហើយគ្រប់គ្នាក៏បានត្រៀមខ្លួនដើម្បីនឹងធ្វើដំណើរទៅតាមផែនការដែលបានរៀបចំផងដែរប៉ុន្តែ Will ក៏បានខាត់អ្នកគ្រប់គ្នាក៏ព្រោះតែពួកគេមានរឿងដែលត្រូវជជែកគ្នាជាលើកចុងក្រោយមុនពេលដែលចាប់ផ្ដើមនៅផែនការដែលបានរៀបចំគ្រប់គ្នាក៏បានចូលមកអង្គុយដើម្បីត្រៀមនឹងស្ដាប់នៅអ្វីដែល Will បានរៀបរាប់ដោយគេក៏បាននិយាយថាការពិតទៅនៅក្នុងពេលដែល Vecna បានប្រើប្រាស់នៅខួរក្បាលរបស់គេនោះ Will ក៏បានមើលឃើញអំពីអនាគតកាលផងដែរដែលវាគឺជាហេតុការណ៍មួយដែលអ្នកគ្រប់គ្នាបានចាក់ចែងពីគេម្ដងម្នាក់ក្រោយពេលដែលបានដឹងអំពីអាចកំបាំងរបស់ Will ដូច្នេះមុនពេលដែលរឿងរ៉ាវទាំងនោះត្រូវបានកើតឡើងគេក៏ចង់បង្ហាញប្រាប់ទៅកាន់អ្នកគ្រប់គ្នាផងដែរថាការពិតទៅគេមិនមែនជាមនុស្សប្រុសពេញលក្ខណៈនោះទេដែលក្រោយពេលដែលគេបានពេញវ័យទើបគេបានដឹងថាគេគឺជាក្រុមមនុស្សដែលស្រឡាញ់ភេទដូចគ្នាហើយគេក៏មិនចង់ឲ្យរឿងរ៉ាវមួយនេះคล้ายទៅជាអ្វីដែលធ្វើឲ្យអ្នកគ្រប់គ្នារើសអើងនៃវត្តមានរបស់គេនោះឡើយគ្រប់គ្នាក៏បានផ្ដល់កម្លាំងចិត្តទៅកាន់ Will ជាពិសេសគឺម្ដាយរបស់គេផងដែរក៏ព្រោះតែស្ថិតនៅក្នុងចំណោមនេះគឺគ្មាននរណាម្នាក់រើសអើងចំពោះអ្វីដែល Will គឺជា Will នោះទេដោយសារតែនេះវាគឺជាធម្មជាតិរបស់គេទៅហើយដោយវាមិនមែនជាមូលហេតុដែលធ្វើឲ្យគ្រប់គ្នាត្រូវបានបដិសេធទំនាក់ទំនងជាមួយនឹង Will ដោយសារតែរឿងរ៉ាវបែបនេះនោះឡើយបន្ទាប់ពីទទួលបាននូវកម្លាំងចិត្តពីសំណាក់អ្នកគ្រប់គ្នាប្រៀបបីដូចជាគ្រួសារទៅហើយនោះ Will ក៏បានតាំងស្មារតីហើយព្រមទាំងបន្តនិយាយថាកាលពីមុនគេពិតជាមានភាពភ័យខ្លាចនៅក្នុងការប្រឈមមុខជាមួយនឹងរឿងរ៉ាវទាំងនេះប៉ុន្តែស្ថិតនៅក្នុងអ្វីដែលពួកគេត្រៀមនឹងធ្វើនៅក្នុងយប់នេះ Will បានសន្យាថាគេមិនឲ្យភាពភ័យខ្លាចទាំងនោះគ្រប់គ្រងទៅលើគេបានបន្តទៅទៀតនោះឡើយក៏ព្រោះតែមនុស្សគ្រប់គ្នាដែលស្ថិតនៅជុំវិញខ្លួនរបស់ Will កំពុងតែរងចាំនៅភាពក្លាហានរបស់គេក្រោយពេលដែលផ្ទៃមេឃងងឹតហើយនោះស្ថិតនៅក្នុងទីតាំងនៃតំបន់ Maxi ឯណែវិញរថយន្តរបស់លោក Murray ក៏បានធ្វើដំណើរតម្រង់ទៅកាន់ច្រកចូលស្របពេលដែល Erica ជាមួយនឹងលោក Clark ក៏បានផ្ដាច់នៅប្រព័ន្ធសុវត្ថិភាពដែលធ្វើឲ្យរថយន្តមួយនោះអាចធ្វើដំណើរចូលទៅកាន់តំបន់ Maxi បានដោយយ៉ាងងាយលោក Jim ក៏បានពួននៅក្បែរនឹងទីតាំងនៃតំបន់ Maxi នោះដើម្បីបាញ់ប្រហារទៅកាន់កម្លាំងទាហានដែលបាញ់តបតទៅកាន់រថយន្តរបស់លោក Murray ដែលក្រោយពេលដែលអាចធ្វើដំណើរចូលមកផ្នែកខាងក្នុងបានសម្រេចហើយនោះព្រមទាំងទទួលលោក Jim ដើម្បីនឹងបន្តដំណើរទៅជាមួយលោក Murray ក៏បានកាច់ចង្កូតរថយន្តចូលទៅផ្នែកខាងក្នុងនៃ Upside Down តាមរយៈទ្វារច្រកដែលមាននៅក្នុងទីតាំងនៃតំបន់ Maxi ដែលស្ថិតនៅក្នុងផែនការមួយនេះគឺមាន Erica ជាមួយនឹងលោក Clark រងចាំស្ថិតនៅក្នុងទីតាំងនៃតំបន់ Maxi នៅលើភពផែនដីចំណែក Mac ជាមួយនឹង Vicky គឺបានរងចាំស្ថិតនៅក្នុងស្ថានីយ៍វិទ្យុហើយអ្នកក្រៅពីនោះគឺត្រូវបន្តដំណើរចូលទៅកាន់ពិភព Upside Down ក្នុងការប្រឈមមុខជាមួយនឹងបិសាច Vecna Holly ដែលស្ថិតនៅក្នុងពិភពសុបិនឯណែវិញ Henry ជាមួយនឹងក្មេងៗឯទៀតក៏បានបង្ខំនាងដើម្បីឲ្យរៀបចំនៅពិធីចម្លែកអ្វីមួយនៅក្នុងទីតាំងនៃភូមិគ្រឹះដែលពួកគេកំពុងតែស្ថិតនៅនោះផងដែរ